កាលពីព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យសម្បត្តិនៅនគរមួយមានអគ្គមហេសីជាចោមស្ត្រីមានមន្ត្រីចតុស្តម្ភ4នាក់មានហោរា1នាក់ជាតំណាងប្រណិតប្រកាន់ព្រះអង្គមានមន្ត្រីនិងស្រីស្នំជារាជបរិបាលពេញកិត្តិយសជាម្ចាស់ផែនដីតាមពីរាជប្រពៃណីអំពីបុរាណរៀងមកប៉ុន្តែព្រះមហាក្សត្រីនិងចតុស្តម្ភទាំង4នាក់ពុំបានរៀនវេទមន្តខាងការពីជ័យសង្គ្រាមដោយព្រះរាជាមុនមកឡើយព្រះអង្គទ្រង់តែងព្រួយបារម្ភនឹងព្រះមហានគរជាអនេកដោយព្រះរាជានុភាពព្រះអង្គចេះតែទន់ទាបចុះទ្រង់ក៏រំពឹងថាបើប្រសិនជាមានសឹកសត្រូវចូលមកលុកលុយដណ្ដើមព្រះនគរអង្គមុខជាព្រះនគរនឹងបានទៅក្នុងកណ្ដាប់ដៃនៃប្រជាមិត្តដោយងាយពំខានឡើយថ្ងៃមួយវេលាម៉ោង 8 ព្រឹកព្រះអង្គទ្រង់យាងចេញកាន់ចុងព្រះរាជារោងដោយមានព្រះអគ្គមហេសីគង់នែបអាប់ជិតព្រះអង្គហើយដោយមានហោរាចតុស្តម្ភទាំង4នាក់និងមន្ត្រីឯទាក្រាបបង្គំគួរជាធម្មតាពេលនោះទ្រង់ភ្ញាក់ប្រតិយទៅរៀនសិល្បៈសាស្ត្រក្នុងសំណាក់អាចារ្យទីសាបាមកឯនគរតកសិលាទ្រង់ក៏ជំនុំជាមួយព្រះអគ្គមហេសីនិងហោរានៅចតុស្តម្ភថានឹងចេញទៅរៀនព្រះអគ្គមហេសីក៏សុំតាមទៅផងឯហោរានិងចតុស្តម្ភទាំង4នាក់ក៏សុំតាមហែព្រះអង្គទៅដែរដើម្បីនឹងរៀនមន្តវិជ្ជាឲ្យជំនាញដើម្បីរក្សាព្រះនគរព្រះអង្គទ្រង់ព្រះរាជានុញ្ញាតជំនុំស្រេចហើយមានថ្ងៃមួយព្រះអង្គទ្រង់នាំព្រះអគ្គមហេសីហោរានិងចតុស្តម្ភទាំង4នាក់ចាក់ចេញព្រះនគរគម្រប់7ថ្ងៃដល់ទៅនគរតកសិលាបានជួបនឹងអាចារ្យទីសាបាមកក៏សូមរៀនសិល្បៈវេទអាចារ្យទីសាបាមកទទួលភារៈបង្រៀនព្រះអង្គព្រះអគ្គមហេសីនិងហោរាព្រមទាំងចតុស្តម្ភបានរៀនចេះសពគ្រប់ទោះបីនឹងខ្លែងខ្លួនជាសត្វទេរឆានឬជាយក្សគន្ធពសុបណ្ណាកាក៏បានដូចងាយរៀនចេះសពស្ដេចសុំលាលោកតាអាចារ្យវិជាវិលត្រឡប់មកព្រះនគរវិញអាចារ្យក៏អនុញ្ញាតព្រះរាជានិងព្រះអគ្គមហេសីបានធ្វើព្រះរាជដំណើរមកវិញព្រមដោយហោរានៅចតុស្តម្ភទាំង4នាក់ទ្រង់ចិញ្ចាក់ក្រុងតកសិលាមកបាន3ថ្ងៃហាត់ដីជាផលកម្មនាំឲ្យវង្វេងផ្លូវទ្រង់យាងកាត់ព្រៃអស់ស្បៀងអាហារសោយតែមើមឈើនិងផ្លែឈើព្រះរាជាទ្រង់ស្ដាយប្រជញ្ញទ្រង់ក៏ជំនុំគិតជាមួយហោរាចតុស្តម្ភទាំង4នាក់ព្រមទាំងព្រះអគ្គមហេសីថាឥឡូវនេះយងចិត្តដល់នឹងការអស់អាយុសង្ខារគ្រប់គ្នាហើយព្រោះគ្មានអាហារនឹងចិញ្ចឹមជីវិតតើអស់លោកយល់ឃើញដូចម្ដេចហោរាទូលព្រះអង្គថាទូលព្រះបង្គំជាខ្ញុំយល់ឃើញថាមន្តវិជ្ជាដែលយើងបានរៀនមកសឹងចេះសពគ្រប់ដូចគ្នាហេតុនោះបើនឹងប្រែកលាខ្លួនជាសត្វខ្លាធំហើយយើងចាប់សត្វឯងទៀតធ្វើជាអាហារទម្រាំតែដល់ទៅព្រះនគរសុំក្រឡាខ្លួនជាមនុស្សវិញក៏បានដែរព្រះរាជាព្រះអគ្គមហេសីនៅចតុស្តម្ភតាមហោរាទ្រង់ក៏មានព្រះបន្ទូលថាឥឡារូបខ្លាទាំងមូលនេះតើនរណានឹងត្រួយក្រឡាខ្លួនធ្វើជាអ្វីចតុស្តម្ភសុំធ្វើជើងខ្លាទាំង4ហោរាសុំធ្វើកន្ទុយព្រះអគ្គមហេសីសុំធ្វើជាតួខ្លារូបខ្លាទាំងមូលនេះឃើញនៅសល់តែក្បាលគឺតួព្រះមហាក្សត្រយីជំនុំស្រេចហើយក៏សូត្រមន្តវិជ្ជាក្រឡាខ្លួនកាត់ជាភាគីរាជាស្ដេចខ្លាបានដូចសេចក្តីប្រាថ្នាស្ទុះបោដេញចាប់សត្វប្រើក្តាន់ជាអាហារលោកអំឡុងទៅក៏កើតមានសេចក្តីសប្បាយផ្លេចរាជសម្បត្តិនិងព្រះមហានគរពុំស្ដាយសោះហេតុនេះបានជាសត្វខ្លាមានកម្លាំងខ្លាំងជាងសត្វឯងទៀតនិងសត្វខ្លានេះកាលណាចាប់សត្វជាអាហារគឺដឹងពីកន្ទុយមុនព្រោះជាហោរាដងខ្លួនដែលទន់ភ្លន់គឺព្រះមហេសីជាស្ត្រីភាពឯក្បាលដែលមើលឃើញសម្បើមអស្ចារ្យគឺតួអង្គព្រះមហាក្សត្រយីដែលមានមហិទ្ធិឫទ្ធិជាងគេទាំងអស់ឯជើងទាំង4ដែលមានកម្លាំងខ្លាំងហើយមានក្រចកមុតគឺចតុស្តម្ភទាំង4នាក់